រុនសួស្តីកូនតើយើងបន្តមេរៀនយើងទៀតណាកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី115ហើយកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមមេរៀនទី60ដើមត្នោតអំណានប្រទេសកម្ពុជាយើងសម្បូរដើមត្នោតណាស់ដើមត្នោតដុះខ្ពស់ត្រដែតហើយរាយស្ទើរពាសពេញទឹកដីនៃមាតុភូមិយើងដើមត្នោតមានរាងមូលទ្រសំណុំស្លឹកពណ៌បៃតងហាក់ដូចជាឆ័ត្របើកចោលកណ្ដាលអីដអាកាសដើមត្នោតមានប្រយោជន៍ច្រើនយ៉ាងណាស់ផ្កាវាគេគៀបត្រង់យកទឹកមករំងាស់បានជាស្ករមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ដើមអាចយកមកធ្វើផ្ទះធ្វើទូកនិងអាចយកមកធ្វើជាវត្ថុផ្សេងទៀតគេអាចដេរក្រងស្លឹកត្នោតយកទៅប្រក់ជាដំបូលផ្ទះខ្ទមឬរោងផ្សេងខ្មែរយើងពេញចិត្តនឹងដើមត្នោតណាស់ព្រោះវាជាសម្បត្តិធម្មជាតិតាំងពីដូនតាមកអរុនសួស្តីកូនតើយើងបន្តមេរៀនយើងទៀតណាកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី115ហើយកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមមេរៀនទី60ដើមត្នោតអំណានប្រទេសកម្ពុជាយើងសម្បូរដើមត្នោតណាស់ដើមត្នោតដុះខ្ពស់ត្រដែតហើយរាយស្ទើរពាសពេញទឹកដីនៃមាតុភូមិយើងដើមត្នោតមានរាងមូលទ្រសំណុំស្លឹកពណ៌បៃតងហាក់ដូចជាឆ័ត្របើកចោលកណ្ដាលអីដអាកាសដើមត្នោតមានប្រយោជន៍ច្រើនយ៉ាងណាស់ផ្កាវាគេគៀបត្រង់យកទឹកមករំងាស់បានជាស្ករមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ដើមអាចយកមកធ្វើផ្ទះធ្វើទូកនិងអាចយកមកធ្វើជាវត្ថុផ្សេងទៀតគេអាចដេរក្រងស្លឹកត្នោតយកទៅប្រក់ជាដំបូលផ្ទះខ្ទមឬរោងផ្សេងខ្មែរយើងពេញចិត្តនឹងដើមត្នោតណាស់ព្រោះវាជាសម្បត្តិធម្មជាតិតាំងពីដូនតាមក